សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ការសម្រាយនៃសាច់រឿង Anime របស់ខ្ញុំដែលថ្ងៃនេះផងដែរយើងនឹងសម្រាយសាច់រឿងមួយដែលក្រុមជំនាន់ជើងថា Dr. Stone សង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយចុច Like Subscribe និងដាក់រូបសញ្ញាកណ្ដឹងដើម្បីឲ្យខ្ញុំធ្វើវីដេអូនេះបន្តទៀតកុំឲ្យខាតពេលវេលាយូរតោះយើងចូលទៅសាច់រឿងទាំងអស់គ្នាចាប់ផ្ដើមនៅសាច់រឿងដំបូងឡើយមានបុរសម្នាក់ឈ្មោះ Taiju ដែលបានបើកទ្វារមករកលោកគ្រូរបស់គាត់ដែលមានឈ្មោះថា Senku និងបាននិយាយប្រាប់ថាខ្ញុំនឹងសារភាពប្រាប់ Yuzuriha នៅអារម្មណ៍ដែលបានលាក់ទុកអស់រយៈពេល5ឆ្នាំកន្លងមកដែលលុះដូច្នេះ Senku មានការចាប់អារម្មណ៍ជាខ្លាំងហើយគាត់ក៏បានឲ្យថ្នាំស្នេហ៍ទៅកាន់ Taiju និងបន្តនិយាយថាបើ Taiju ផឹកវានោះការសារភាពនឹងទទួលបាននូវជោគជ័យជាក់ជាពុំខានប៉ុន្តែ Taiju មិនព្រមផឹកវានោះទេដែលគាត់ចង់ពឹងផ្អែកទៅលើថ្វីមាត់របស់គាត់ជាជាងដល់ពីថៃជូបានចាក់ចេញអ្នកនៅក្នុងថ្នាក់ទាំងអស់បាននិយាយគ្នាថាតើទឹកថ្នាំមួយដបនេះនៅពេលដែលផឹកទៅស្រីនឹងស្រឡាញ់យើងមែនឬក៏អត់ប៉ុន្តែសិនគូក៏បានដុតវាចោលនិងបញ្ជាក់ទៅអ្នកក្នុងថ្នាក់ថាថៃជូនឹងមិនព្រមផឹកវានោះឡើយបន្ទាប់មកថៃជូក៏រត់ទៅរកមិត្តរួមថ្នាក់របស់គាត់ដែលមានឈ្មោះថា Yuzuriha នោះដោយដឹងថាថៃជូចូលចិត្តធ្វើអ្វីឡប់ៗមិត្តរួមថ្នាក់របស់គាត់ចំនួន3នាក់ក៏បានភ្នាល់គ្នាម្នាក់ចាក់100យ៉េន300យ៉េននិង500យ៉េនប៉ុន្តែលោកគ្រូសិនគូរបស់យើងក៏បានចាក់រហូតដល់10000យ៉េនថាថៃជូនឹងមិនធ្វើអ្វីឡប់ៗទៀតនោះទេបម្រុងនឹងសារភាពទៅហើយថៃជូក៏បានឃើញនៅចំហាយ Cosmic មួយជះមកលើខ្លួននិងទីលានជុំវិញខ្លួនដែលធ្វើឲ្យមនុស្សនៅលើផែនដីคล้ายទៅជាថ្មគ្រប់គ្នាពេលវេលាចេះតែកន្លងផុតទៅពិភពលោកបានគ្របដណ្ដប់ទៅដោយដើមឈើសាជាថ្មីប៉ុន្តែទោះបីជារាប់រយឆ្នាំរាប់ពាន់ឆ្នាំកន្លងផុតទៅក៏ដោយថៃជូត្រូវតែសារភាពប្រាប់ Yuzuriha ឲ្យតតែបានខិតមកដល់វេលាមួយដែលថៃជូក៏បានប្រះបែកចេញពីថ្មគ្រាន់តែបានរស់សារជាថ្មីភ្លាមថៃជូក៏រត់ទៅរក Yuzuriha ដើម្បីសារភាពភ្លាមបន្ទាប់ពីសារភាពហើយថៃជូក៏ប្រទះឃើញអក្សរដែលសរសេរថានៅមាត់ទន្លេហើយគាត់ក៏បានរកឃើញសិនគូរួចហក់ទៅអបសិនគូភ្លាមសិនគូប្រាប់គាត់ថាគាត់បានងើបចេញពីថ្មរយៈពេល6ខែមុនមកហើយសិនគូបានបន្តទៀតថាថ្ងៃនេះគឺជាថ្ងៃ5តុលាឆ្នាំ5735ដែលពួកគេបានកក់នៅក្នុងថ្មរយៈពេលជាង3700ឆ្នាំទៅហើយបន្ទាប់មកពួកគេក៏បានដើរទៅផ្ទះសិនគូតែសិនគូបានសាងសង់នៅវេលាយប់ឡើងពួកគេបានជជែកគ្នាអំពីការជួយសង្គ្រោះមនុស្សដែលកកទៅជាថ្មវិលត្រឡប់មកក្លាយជាមនុស្សធម្មតាវិញឬបង្កើតនៅប្រជាជនឡើងវិញដោយការបង្កើតអាដាមនិងអ៊ីវម្ដងទៀតប៉ុន្តែថៃជូវិញគាត់គិតតែពីជួយសង្គ្រោះ Yuzuriha ដែលជាក្រាស់គាត់តែប៉ុណ្ណោះកាន់មកដល់ពេលព្រឹកឡើងសិនគូបាននឹកឃើញថាការរួចចេញពីថ្មរបស់គាត់ជាមួយនឹងថៃជូគឺប្រហាក់ប្រហែលគ្នាដោយការស្រក់នៅអាស៊ីតនីត្រិកដែលចេញពីលាមកប្រជៀវដូច្នេះគាត់បានប្រាប់ទៅថៃជូថាប្រសិនបើចង់ឲ្យមនុស្សរួចចេញពីថ្មនេះវិញគឺពួកយើងត្រូវការអាស៊ីតនីត្រិកដែលបានមកពីលាមកសត្វប្រជៀវនិងសមាសធាតុអេតាណុលដែលបានមកពីសារទំពាំងបញ្ជូរដើម្បីបង្កើតនៅសារធាតុថ្មីមួយទៀតហៅថានីតោអ៊ីចដែលជាសារធាតុដែលអាចរំលាយរ៉ែនិងថ្មបានដោយគិតឃើញដូច្នេះបេសកកម្មរបស់ពួកគេបានចាប់ផ្ដើមដោយបង្កើតនៅសមាសធាតុនីតាអ៊ីចនេះពួកគេបានចាប់ផ្ដើមតាំងពីរដូវក្តៅរហូតដល់រដូវរងានិងត្រឡប់មករដូវក្តៅវិញហើយពួកគេក៏ទទួលបានជោគជ័យបន្ទាប់ពីចំណាយរយៈពេលអស់1ឆ្នាំ